រៀនសូត្រតាមសាលាមានចំណេះដឹងពេញក្នុងខ្លួនតែហេតុអ្វីពាក្យពេចន៍ចេះតែប្រែជាក្រឡាប់ចាក់បើកវាច់ចាក់ណានុក្រមក៏លេចមើលឲ្យច្បាស់កលែតពាក្យខ្លះប្រើខុសកលៈទេសៈវានាំឲ្យអាប់អោនគេហៅស្ទៀវសំដៅសត្វគោមានឬសត្វពាហានៈមិនមែនយកមកប្រើលើមនុស្សដែលមានសិទ្ធិបញ្ញាពេញលេញនោះទេបើនៅក្មេងមានកម្លាំងគេហៅថាវ័យជំទង់បើនៅក្មេងមានកម្លាំងគេហៅថាវ័យជំទង់កុំយកពាក្យសត្វមកប្រើហៅខ្លួនឯងក្នុងសង្គមខ្មែរឈប់ហៅខ្លួនឯងថាក្មេងស្ទៀវដោយមោទនភាពទៅពាក្យនេះមិនមែនជារបស់មនុស្សវាគឺជាសត្វប្រយ័ត្នឲ្យគេសើចស្គាល់ឲ្យច្បាស់នៅជំទង់និងស្ទៀវទៅជាចំណេះដឹងដ៏ប្រសើរត្រូវចាំទុកថាស្ទៀវគឺជាសត្វមិនមែនមនុស្សទេអួតថាខ្លួនលយប្រើពាក្យគេជេរខ្លួនឯងដូចយកភក់មកលាបខ្លួនគិតថាស្អាតប្លែកសម្ញែងតើអ្នកចង់បានកិត្តិយសឬចង់បានការកំ pl ែងការប្រើភាសាខុសវាកាត់បន្ថយតម្លៃជីវិតជំនាន់ថ្មីយល់ដឹងច្រើនគួរជឿនលឿនទាំងចំណេះមិនមែនលឿនតែសម្ដីនាំឲ្យបាត់បង់ប្រពៃណីប្រទេសបើកសៀវភៅស្វែងយល់ពីច្បាប់ដើមទាំងអស់គ្នាបើកសៀវភៅស្វែងយល់ពីច្បាប់ដើមនៃភាសាកុំឲ្យគេដៀថាស្ទៀវដោយសារតែយើងមិនយល់ពីវាឈប់ហៅខ្លួនឯងថាក្មេងស្ទៀវដោយមោទនភាពទៅពាក្យនេះមិនមែនជារបស់មនុស្សវាគឺជាសត្វប្រយ័ត្នឲ្យគេសើចស្គាល់ឲ្យច្បាស់នៅជំទង់និងស្ទៀវទៅជាចំណេះដឹងដ៏ប្រសើរត្រូវចាំទុកថាស្ទៀវគឺជាសត្វមិនមែនមនុស្សទេកុំឲ្យពាក្យមួយម៉ាត់បាំងមុខមាត់ដ៏ស្រស់ស្អាតកុំឲ្យភាពភ្លើនលុបលាងនៅគេឈ្មោះជាតិបើចង់ក្លាយជាយុវជនដែលសង្គមគេឲ្យតម្លៃសូមប្រើពាក្យឲ្យត្រូវទើបជាយុវជនសម័យថ្មីយល់ឲ្យច្បាស់ប្រើឲ្យត្រូវជំទង់គឺមនុស្សស្ទៀវគឺសត្វកុំឲ្យការយល់ច្រឡំនាំឲ្យតម្លៃខ្លួនធ្លាក់ចុះចូលថែរក្សាភាសាខ្មែរយើង